យល់ឃើញថាបើសំណាជាយើងមិនរើទិន្នន័យចាស់ចាស់ដែលជាផ្នត់កំណត់នៅក្នុងខួរក្បាលខ្មែរយកមករៀបរយឲ្យមានសន្តាប់ធ្នាប់ឡើងវិញទេការអភិវឌ្ឍប្រទេសជាតិយើងអភិវឌ្ឍអត់រួចទេក្នុងដំណើរត្រូវទាំង8គឺអថង្គិកមៈក្នុងដំណើរត្រូវទាំង8ព្រះសម្មាសម្ពុទ្ធទម្រាបសមាទិដ្ឋិនៅខាងដើមសមាទិដ្ឋិប្រែមកថាយល់ត្រូវក្នុងសកម្មភាពត្រូវទាំង8សមាទិដ្ឋិនៅមុនគេការយល់ត្រូវប៉ុន្តែប្រជាប្រដ្ឋខ្មែរពួកយើងមើលឃើញថាការយល់របស់គាត់មានការខុសឆ្គងច្រើនណាស់ឧទាហរណ៍ដូចជាផ្នត់គំនិតរបស់ប្រជាប្រដ្ឋខ្មែរចំពោះនយោបាយគាត់ថានយោបាយគឺជានយោបោកនយោបាយគឺជារឿងដណ្ដើមអំណាចរបស់មនុស្សមួយក្រុមតូចនេះគឺជាផ្នត់គំនិតរបស់ពួកគាត់ហេតុអ្វីបានជាគាត់គិតបែបហ្នឹងពីព្រោះគំរូសង្គមពីព្រោះបទពិសោធន៍របស់សង្គមកន្លងមកពីព្រោះអ្នកនយោបាយខ្មែរកន្លងមកគឺគាត់ធ្វើនយោបាយបែបហ្នឹងគាត់ធ្វើនយោបាយដើម្បីបោកប្រាស់ប្រជាប្រដ្ឋឲ្យប្រជាប្រដ្ឋហ្នឹងជួយគៀងគរកម្លាំងគ្នាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគាត់ទីបំផុតប្រជាប្រដ្ឋរងគ្រោះពីការចូលរួមរបស់គាត់ក្នុងនយោបាយនេះគឺជាគំរូសង្គមពីកន្លងមកនេះគឺជាបទពិសោធន៍របស់អ្នកនយោបាយនិងប្រជាប្រដ្ឋខ្មែរដែលចូលរួមធ្វើនយោបាយពីកន្លងមកដោយផ្អែកទៅលើបទពិសោធន៍នេះណាគាត់ឲ្យនិយមន័យជាទូទៅចំពោះនយោបាយថាជានយោបោកពេលនោះបងប្អូនកូនខ្មែរអ្នកស្នេហាជាតិចង់ចេញមកជួយប្រទេសជាតិពិតប្រាកដតែអត់មានប្រឡោះចេញទេបងប្អូនអត់មានប្រហោងអត់មានរុនចេញពួកអីប្រជាប្រដ្ឋខ្មែរខ្ទប់ផ្លូវបាត់អស់ហើយសួរតែផលអាក្រក់ដែលកើតមកពីទស្សនៈបែបហ្នឹងវាជះឥទ្ធិពលទៅលើពីណាគេវាជះឥទ្ធិពលអាក្រក់ទៅលើប្រជាប្រដ្ឋហ្នឹងហេតុអីពីព្រោះប្រទេសមួយដែលអាចរីកចម្រើនទៅបានគឺដោយសារអ្នកដឹកនាំដែលមានមโนសញ្ចេតនាជ្រាលជ្រៅចំពោះពូជសាសន៍របស់ខ្លួននិងដោយសារអ្នកដឹកនាំដែលពោពេញទៅដោយទស្សនៈវិស័យត្រឹមត្រូវជួយដឹកនាំពំយួរប្រជាប្រដ្ឋជួយពន្យល់គៀងគរប្រជាប្រដ្ឋជួយបង្ហាញផ្លូវប្រជាប្រដ្ឋដើម្បីចូលរួមគ្នាកសាងសង្គមមួយដែលជាវត្ថុបំណងរបស់ពួកយើងទាំងអស់គ្នាបងប្អូនស្គាល់អំពីអត្ថប្រយោជន៍អំពីគុណសម្បត្តិដែលកើតមកអំពីអ្នកដឹកនាំល្អដែរឬទេបងប្អូនត្រូវពិចារណាត្រង់ចំណុចនេះបើសំណាជាបងប្អូនមើលឃើញថានយោបាយគឺជានយោបោកបងប្អូនមើលឃើញភាពខ្មៅកខ្វក់ទាំងអស់ចំពោះមនុស្សទូទៅដែលចង់ធ្វើនយោបាយមានន័យថាបងប្អូនបាត់ផ្លូវសម្រាប់ឱកាសរីកចម្រើនចំពោះខ្លួនឯងពីព្រោះមានតែអ្នកដឹកនាំដែលមានមโนសញ្ចេតនាជ្រាលជ្រៅហើយនឹងអ្នកដឹកនាំដែលមានទស្សនៈវិស័យភ្លឺថ្លាទេដែលអាចដឹកនាំប្រទេសទៅរីកចម្រើនបានបើបងប្អូនយល់ថានយោបាយគឺនយោបោកបងប្អូនបាត់ផ្លូវសម្រាប់កូនខ្មែរទូទៅដែលមានបំណងចង់ជួយជាតិពិតប្រាកដនេះគឺដោយសារបទពិសោធន៍ដែលបងប្អូនបានចូលរួមជាមួយនឹងអ្នកនយោបាយពីកន្លងមកទោះបីជាបងប្អូនបានទទួលបទពិសោធន៍បែបហ្នឹងក៏ដោយក៏ប៉ុន្តែអត្ថន័យដែលបងប្អូនបានឲ្យទៅលើនយោបាយនេះមិនមែនជារឿងត្រឹមត្រូវទេក្រៅអំពីការធ្វើនយោបាយដោយចិត្តស្មោះត្រង់ចិត្តសង្គ្រោះគ្មានវិធីណាអាចជួយប្រទេសជាតិឲ្យបានរីកចម្រើនទេទៅធ្វើធម្មកថាទៅធ្វើអ្នកទេសនាអាចជួយប្រជាប្រដ្ឋបានមួយផ្នែកឲ្យគាត់រស់នៅក្នុងសន្តិភាពផ្លូវចិត្តក៏ប៉ុន្តែសន្តិភាពផ្លូវកាយសង្គមដែលពោពេញទៅដោយលោកសម្ភារៈសង្គមដែលសេដ្ឋកិច្ចរីកចម្រើនធម្មកថាគាត់មិនអាចជួយបានទេព្រះសម្មាសម្ពុទ្ធដែលហៅថាបុណ្យនោះណាគឺចេតនាចង់សង្គ្រោះអ្នកដទៃឥតសង្កត់ទៅលើសកម្មភាពតាមកាយនិងវាចាទេតែសង្កត់ទៅលើសកម្មភាពតាមផ្លូវមនោចេតនាចង់ជួយអ្នកដទៃសូម្បីតែស្ដីឲ្យណាក៏នៅតែជួយដែរក៏នៅតែចេតនានេះជាចេតនាបុណ្យដែរក៏ចាត់ទុកជាតួបុណ្យដែរដូចម៉ែឪស្ដីឲ្យកូនរហូតដល់ជេរកូនទៅទៀតអាកកាប់អាកបាញ់អាចង្រៃឲ្យមិនប្រឹងទៅរៀនប៉ុន្តែក្នុងមโนជាមโนសុចរិតមโนសង្គ្រោះជាតួចេតនាបុណ្យពិតប្រាកដអញ្ចឹងក្នុងន័យនៃការធ្វើនយោបាយបើសំណាជាអ្នកនយោបាយពិតជាមានចេតនាចង់ជួយសង្គ្រោះប្រទេសជាតិចង់ជួយសង្គ្រោះប្រជាប្រដ្ឋពិតប្រាកដមែននោះពេញតួជាបុណ្យព្រះសម្មាសម្ពុទ្ធណាលោកសម្ដែងអំពីការធ្វើបុណ្យប្រកបដោយបញ្ញាឧទាហរណ៍ថាយើងមានលុយចំនួនណាមួយនោះបើសំណាជាយើងមិនចេះប្រើលុយរបស់យើងឲ្យបានទៅជាប្រយោជន៍ទេចេតនានៃការធ្វើបុណ្យរបស់យើងពិតណាស់ថាយើងបានបុណ្យក៏ប៉ុន្តែផលដែលជាអានិសង្សនៃទង្វើរបស់យើងបានតិចតួចខ្លាំងណាស់ឧទាហរណ៍ថាយើងមានលុយ$1000រួចហើយយើងចង់ធ្វើអាមិសទានឧទាហរណ៍ថាយើងចង់រៀបចំធ្វើជាពិធីចែកអំណោយឬក៏ជាពិធីជប់លៀងចំពោះអ្នកក្រយ៉ាងច្រើនណាស់បានអ្នកក្រហូប2000នាក់អញ្ចឹងលុយ$1000របស់បងប្អូនបាត់ទៅហើយបានអ្នកក្រហូបមួយព្រឹកហ្នឹង
ប្រហែលជា2000នាក់បានឆ្អែតតែមួយព្រឹកហ្នឹងល្ងាចជុះអាចចោលអស់លីងទៅចេតនាល្អរបស់បងប្អូនក្នុងការសង្គ្រោះមនុស្សពិតជាបានបន់ពិតប្រកបមែនក៏ប៉ុន្តែដោយសារបញ្ញារបស់បងប្អូនមិនភ្លឺថ្លាបងប្អូនប្រើបច្ច័យ4របស់បងប្អូនមិនសូវបានជាប្រយោជន៍ឡើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាសព្បទានណាំងធម្មទានណាំងជានិតិធម្មទានមានប្រយោជន៍ប្រសើរថ្លៃថ្លាជាងអមិសទានបើសិនជាបងប្អូនប្រើលុយ$1000ដូចគ្នាប៉ុន្តែបើបងប្អូនរៀបចំជាកម្មវិធីផ្ដល់ចំណេះដឹងឲ្យមនុស្សអានឹងចូលដល់កតិរបស់ខ្មែរយើងដែលនិយាយថាការបង្រៀនមនុស្សឲ្យចេះស្ទូចត្រីវាប្រសើរជាងឲ្យត្រីទៅមនុស្សស៊ីបងប្អូនប្រើតយទានរបស់បងប្អូន$1000ដូចគ្នាក៏ប៉ុន្តែបើសិនជាបងប្អូនប្រើប្រកបដោយបញ្ញាអានឹងអានិសង្សកើតច្រើនចំពោះទង្វើរបស់បងប្អូនអាត្រង់ចំណុចនេះហើយដែលពួកយើងចង់តម្រង់ទិន្នន័យដែលនៅក្នុងខួរក្បាលរបស់បងប្អូនណាពីមច្ឆាទិដ្ឋិឲ្យមកសមាទិដ្ឋិជាមុនសិនពួកយើងដែលបញ្ច្រាស់ជាមួយនឹងផ្នត់គំនិតរបស់ប្រជាប្រដ្ឋអ្វីបាត់តែផ្នត់គំនិតរបស់ប្រជាប្រដ្ឋហ្នឹងវាធ្វើឲ្យរាំងខ្ទប់ចលនារបស់យើងបិទប្រកបមែនក៏ប៉ុន្តែយើងសច្ចាក្នុងចិត្តថាឲ្យតែយើងយល់ថាត្រឹមត្រូវយើងហ៊ានដើរបញ្ច្រាស់ជាមួយនឹងការគិតរបស់ប្រជាប្រដ្ឋគេថាមានតែត្រីងាប់ទេដែលវាចុះបដោយទឹកជារៀងរហូតចំណែកត្រីរស់វាអាចហែលបញ្ច្រាស់ទឹកក៏បានកាលណាវាយល់ឃើញថាវាមានការចាំបាច់ត្រូវឡើងបញ្ច្រាស់ទឹកជួនកាលវាចុះបដោយទឹកក៏បានកាលណាវាយល់ឃើញមានការចាំបាច់ត្រូវចុះបណ្ដោយទឹកប៉ុន្តែសម្រាប់ត្រីងាប់គឺហូរបដោយទឹកជារៀងរហូតផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរដូចជាចរន្តទឹកហូរក្នុងទិសដៅមួយមនុស្សច្រើនណាស់ដែលមិនហ៊ានដើរបញ្ច្រាស់ជាមួយនឹងចរន្តនៃការគិតរបស់ប្រជាពលរដ្ឋឧទាហរណ៍ផ្នត់គំនិតរបស់ប្រជាពលរដ្ឋចំពោះនយោបាយប្រជាពលរដ្ឋខ្មែរយល់ថានយោបាយគឺជានយោបាយនយោបាយគឺជារឿងរកផលប្រយោជន៍របស់មនុស្សមួយក្រុមតូចនេះគឺជាចរន្តនៃការគិតរបស់ប្រជាពលរដ្ឋជាទូទៅពួកយើងដើរបញ្ច្រាស់ជាមួយនឹងចរន្តនៃការគិតរបស់ប្រជាពលរដ្ឋដោយយើងមើលឃើញថាផ្នត់គំនិតមួយនេះគឺជាផ្នត់គំនិតបំផ្លាញកូនខ្មែរអ្នកស្នេហាជាតិជាទូទៅមិនឲ្យងើបមុខរួចក្នុងសង្គមនេះហើយបងប្អូនត្រូវពិចារណាអំពីសារៈសំខាន់អត្ថប្រយោជន៍ដែលកើតមកពីកូនខ្មែរអ្នកស្នេហាជាតិដែលចង់ទៅជួយសង្គ្រោះសង្គមមួយអាចរីកចម្រើនទៅបានគឺដោយសារតែអ្នកដឹកនាំដែលមានមនោសញ្ចេតនាស្រឡាញ់ប្រទេសជាតិពិតប្រាកដជាមួយនឹងទស្សនវិស័យត្រឹមត្រូវប៉ុន្តែបើសិនជាបងប្អូនគិតថានយោបាយគឺជានយោបាយកូនខ្មែរអ្នកស្នេហាជាតិងើបមុខមិនរួចទេទីបំផុតណាវាជះឥទ្ធិពលអាក្រក់ទៅលើបងប្អូនវិញអញ្ចឹងបានជាពួកយើងត្រូវការរើទិន្នន័យក្នុងខួរក្បាលរបស់បងប្អូនមកទម្រាបឲ្យមានសមាទិដ្ឋិពីព្រោះតាមដំណើរដែលព្រះសម្មាសម្ពុទ្ធគម្រាបអថង្គិកមៈព្រះសម្មាសម្ពុទ្ធលោកដាក់សមាទិដ្ឋិដែលជាតួបញ្ញានៅខាងដើមត្រូវមានសមាទិដ្ឋិជាមុនសិនថ្ងៃនេះពួកយើងចង់និយាយខ្លះអំពីបញ្ហាទូទៅដែលតាក់ទងជាមួយនឹងជីវិតពីព្រោះយើងឃើញប្រជាប្រដ្ឋខ្មែរជាទូទៅត្រែតត្រត់នៅលើវិថីជីវិតគាត់មិនដឹងថាតើជីវិតរស់នៅដើម្បីអ្វីកើតមកដើម្បីអ្វីប្រជាប្រដ្ឋខ្មែរជាទូទៅរស់នៅត្រែតត្រត់លើវិថីជីវិតកាលណាប្រជាពលរដ្ឋគ្មានដឹងអំពីតម្លៃនៃជីវិតអំពីតើបុព្វហេតុនៃជីវិតរស់នៅដើម្បីអ្វីកាលណាប្រជាពលរដ្ឋជាទូទៅក្នុងសង្គមមួយមិនដឹងអំពីបុព្វហេតុនៃជីវិតទេសង្គមនឹងคล้ายទៅជាសង្គមអន់ថយទៅជាសង្គមដែលគ្មានវប្បធម៌រុងរឿងពីព្រោះសង្គមមួយវាផ្គុំឡើងដោយពលរដ្ឋដែលរស់នៅក្នុងសង្គមហ្នឹងចុះបើពលនៅក្នុងសង្គមហ្នឹងជាពលអន់ថយតើសង្គមហ្នឹងវារុងរឿងបែបម៉េចទៅកើតដោយពួកយើងមានការភ័យព្រួយព្រោះយើងឃើញដំណើររស់នៅរបស់បងប្អូនគឺជាដំណើរត្រែតត្រត់នៅលើវិថីនៃជីវិតពួកយើងមានការព្រួយបារម្ភពួកយើងចង់តម្រង់ការគិតរបស់បងប្អូនដើម្បីឲ្យបងប្អូនដឹងថាតើជីវិតនឹងរស់នៅក្នុងបុព្វហេតុណាកសាងទន្ទឹមមនុស្សរបស់ប្រទេសយើងឡើងវិញដើម្បីធ្វើឲ្យសង្គមរបស់យើងคล้ายទៅជាសង្គមដែលមានអរិយធម៌រុងរឿងខ្ញុំចង់ដាក់សំណួរទៅបងប្អូនជនរួមជាតិទាំងអស់ថាតើជីវិតកើតមកដើម្បីអ្វីបងប្អូនត្រូវពិចារណានេះគឺជាលំអានរបស់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងសំណួរមួយនេះណាកើតនៅក្នុងខួរក្បាលរបស់បរមពោធិសត្វជាញឹកញាប់តើអញមកពីណាចុងក្រោយអញទៅណាតើអញមកពីណារួចហើយពេលស្លាប់ទៅអញទៅណាអញរស់នៅនេះតើដើម្បីអ្វីគ្រាន់តែដើម្បីស៊ីរួចហើយចុងក្រោយបំផុតគឺស្លាប់ទៅវិញឬយ៉ាងណាបើសិនណាជាកើតមកគ្រាន់តែដើម្បីស៊ីដើម្បីសបាយរួចហើយស្លាប់ទៅវិញបងប្អូនពិចារណាមើលមិនគួរកើតមកទេព្រោះអីព្រោះចុងក្រោយងាប់ទៅលំបាកខ្លាំងណាស់បងប្អូន
បើកើតមកគ្រាន់តែដើម្បីស៊ីរួចចុងក្រោយងាប់ដដែលខ្ញុំយល់ឃើញថាមិនគួរកើតមកទេបងប្អូនមិនគួរកើតមកទេពួកកើតមកពិបាកណាបងប្អូនរឿងរកស៊ីរឿងជិះជាន់គ្នាក្នុងសង្គមបញ្ហាសពបែបសពយ៉ាងជុំវិញជីវិតរស់នៅរបស់យើងខំប្រឹងដោះស្រាយដោះស្រាយជារៀងរាល់ថ្ងៃដោះស្រាយបញ្ហាជីវិតធម្មតាការដោះបងប្អូនឧទាហរណ៍ថារបស់មួយវាជាពាក់ដោះចុងក្រោយវាត្រូវអាចស្រាយរួចរបស់នឹងវាត្រូវអាចស្រាយរួចប៉ុន្តែជីវិតគឺខុសពីរបៀបហ្នឹងជីវិតគឺដោះស្រាយហ្មងរាល់ថ្ងៃកើតមកតែធំនឹងក្តីតិចគឺដោះស្រាយបញ្ហាជីវិតដោះស្រាយប៉ុន្តែចុងក្រោយអត់មានស្រាយរួចទេចុងក្រោយងាប់ហ្មងជីវិតគឺជាការដោះស្រាយចុងក្រោយងាប់ហ្មងធម្មតាការដោះស្រាយគេស្រាយយូររួចហើយគេស្រាយចំណងបានគេសប្បាយចិត្តថាអូអញស្រាយចំណងបានណាជីវិតអត់អញ្ចឹងទេដោះស្រាយធំតាំងក្តីឡើងចេះគិតគឺត្រូវតែដោះស្រាយបញ្ហាជីវិតដោះស្រាយរួចហើយចុងក្រោយងាប់អត់ស្រាយបានទេជីវិតគឺអញ្ចឹងសួរថាតើបើជីវិតវានៅក្នុងផ្លូវបែបហ្នឹងជីវិតគួរឲ្យនឿយណាយអត់ប្រជាពលរដ្ឋខ្មែរអត់នឿយណាយនឹងជីវិតទេបកកើតកូនព្រាកមកអត់ឈប់ព្រោះអីព្រោះគាត់មិនស្គាល់ធម៌មិនស្គាល់ពីដំណើរនៃការកកើតជីវិតតើជីវិតកើតមកដើម្បីអ្វីពេលស្លាប់ទៅតើជីវិតទៅណាវិញអញ្ចឹងបានខ្ញុំនិយាយថាប្រជាពលរដ្ឋខ្មែរត្រាច់ត្រត់នៅលើវិថីជីវិតព្រោះអីព្រោះគ្មានសមាធិនៅខាងដើមគ្មានការយល់ត្រូវសំណួរថាតើអញកើតមកដើម្បីអ្វីរួចហើយពេលអញងាប់តើអញទៅណាសំណួរបែបនេះណាកើតក្នុងខួរក្បាលរបស់បរមពោធិសត្វអត់ឈប់ដោយសារអាសំណួរហ្នឹងដែលព្រះបរមពោធិសត្វត្រាស់ដឹងក្នុងលោកនេះពីព្រោះចេះតែឆ្ងល់មនុស្សអត់ឆ្ងល់អត់មានចំណេះដឹងអីចូលទេមនុស្សល្ងងអត់អាលភ្ញាក់ដូចភ្នែកខ្វាក់ទាំងសងខាងអត់មានអាលភ្ញាក់អីទេមនុស្សដែលចេះតែឆ្ងល់ដាក់សំណួរសួរអត់ឈប់អត់ឈរមនុស្សហ្នឹងកើតបញ្ញាអត់ឈប់អត់ឈរទេបរមពោធិសត្វក៏ទៅក្នុងផ្លូវហ្នឹងអ្នកវិទ្យាសាស្ត្រក៏ទៅក្នុងផ្លូវហ្នឹងព្រោះតែរឿងអត់ជឿហ្នឹងហើយព្រោះតែរឿងឆ្ងល់ហ្នឹងហើយដែលកើតជារឿងត្រាស់ដឹងប៉ុន្តែព្រះសម្មាសម្ពុទ្ធមិនមែនរឿងឆ្ងល់តែមួយទេណាព្រះសម្មាសម្ពុទ្ធរឿងអាណិតអសូរមួយទៀតរឿងអាណិតអសូរត្រាស់ដឹងហ្នឹងដោយសាររឿងឆ្ងល់ផងដោយសាររឿងអាណិតអសូរផងចេះតែអាណិតគេមើលឃើញជីវិតកើតមកជាទុក្ខមើលចុះមើលឡើងលោកមានចេតនាចង់ដោះស្រាយទុក្ខរបស់សត្វលោកហើយលោកឆ្ងល់ទៀតកត្តាទាំងពីរហ្នឹងហើយដែលនាំទៅរកការត្រាស់ដឹងប៉ុន្តែប្រជាពលរដ្ឋខ្មែរជាទូទៅរស់អត់ឆ្ងល់ទេបងប្អូនមនុស្សល្ងងអត់ផ្អើលភ្ញាក់ដោយភ្នែកខ្វាក់ទាំងសងខាងឃើញគេការកូនក៏ការគេទៅឃើញគេធ្វើអីក៏ធ្វើនឹងគេទៅម៉ែឪអញទៅវត្តធ្វើបុណ្យតាមប្រពៃណីបែបហ្នឹងក៏ធ្វើតាមគេទៅរស់នៅបែបប្រើទិន្នន័យចាស់ដូនតាក៏ប្រើទិន្នន័យបែបម៉េចប្រជាពលរដ្ឋខ្មែរប្រើទិន្នន័យបែបហ្នឹងពួកយើងយល់ឃើញថាបងប្អូនរស់នៅត្រាច់ត្រត់លើវិថីជីវិតអញ្ចឹងបានជាពួកយើងមានការព្រួយបារម្ភបើសិនណាជាប្រជាពលរដ្ឋនៃប្រទេសមួយមិនស្គាល់ពីបុព្វហេតុនៃជីវិតទេប្រទេសនោះអត់អាចខ្លាយទៅជាប្រទេសដែលមានអរិយធម៌រុងរឿងទេពីព្រោះប្រទេសដែលមានអរិយធម៌រុងរឿងត្រូវផ្គុំឡើងដោយពលរដ្ឋដែលមានការយល់ដឹងខ្ពស់ជាពិសេសគឺការយល់ដឹងអំពីបញ្ហាជីវិតខ្ញុំចង់ដាក់សំណួរទៅបងប្អូនថាតើជីវិតកើតមកដើម្បីអ្វីដើម្បីតែស៊ីសបាយបន្តិចបន្តួចទៅរៀបការកូនហើយផ្ដែផ្ដាំកូនថាកូនណាកុំភ្លេចបង្កើតកូនតគ្នាម៉ែឪងាប់ទៅហើយណាកូនណាហើយកូនឯងការកូនបន្តកតុយគ្នាហើយកូនឯងងាប់ដូចម៉ែអញ្ចឹងទៅហើយប្រាប់ចៅបន្តទៅទៀតទៅបង្កើតកូនបន្តទៀតមករួចហើយចុងក្រោយងាប់ទៅទៀតទៅអូជីវិតគឺរស់នៅក្នុងផ្លូវបែបហ្នឹងអ្នកប្រាជ្ញបណ្ឌិតទេបងប្អូនជួយតម្រង់ផ្លូវជីវិតណាទៅដល់សាមញ្ញជនខ្លាំងណាបងប្អូនគាត់ត្រេះរិះអំពីបញ្ហាជីវិតរួចហើយគាត់ផ្ដល់ការយល់ឃើញរបស់គាត់ហ្នឹងទៅសាមញ្ញជនច្រើនណាស់បងប្អូនប៉ុន្តែមនុស្សអត់បើកខួរស្ដាប់បងប្អូនព្រះអាទិត្យទេបងប្អូនរះ10ក៏ដោយអត់ភ្លឺចំពោះបុគ្គលដែលបិទភ្នែកជាប្រចាំទេហើយបុគ្គលដែលខ្វាក់ជាងគេនោះណាគឺបុគ្គលដែលមានភ្នែកហើយអត់មើលបុគ្គលដែលថ្លង់ជាងគេនោះណាគឺបុគ្គលដែលមានតិចហើយអត់ស្ដាប់អ្នកប្រាជ្ញបណ្ឌិតដែលគាត់ពិចារណាពីជីវិតគាត់យល់ឃើញយ៉ាងម៉េចគាត់ផ្ដល់ទិន្នន័យហ្នឹងទៅដល់សាមញ្ញជនដែលជាអ្នកមិនគិតគូរមិនគិតមិនពិចារណាពីជីវិតប៉ុន្តែវាស្ទះជាមួយនឹងការមិនស្ដាប់នឹងត្មងបងប្អូនមិនស្ដាប់ហើយពួកថ្លង់ជាងគេគឺពួកមានតិចហើយមិនស្ដាប់មនុស្សល្ងងអត់អើភ្ញាក់ដោយភ្នែកខ្វាក់ទាំងសងខាងបងប្អូនណាតាំងពីចំនួនព្រះសម្មាសម្ពុទ្ធមកអញ្ចឹងពួកជុំវិញវត្តជាតពុនណាបងប្អូនអត់មានអើភ្ញាក់អីទេព្រះសម្មាសម្ពុទ្ធត្រាស់ដឹងនៅកន្លែងនោះមនុស្សច្រើនណាស់គេភ្លុកទឹកភ្លុកដីទៅមើលព្រះសម្មាសម្ពុទ្ធសួរតែទៅមើលដើម្បីអីថាទៅមើលដើម្បីក្រេបជញ្ជក់នៅពុទ្ធដីការបស់ព្រះអង្គសម្ដែងធម៌ដើម្បីឲ្យយើងយល់អំពីដំណើរនៃជីវិតរួចហើយយកមកបប្រតិបត្តិឲ្យបានជាប្រយោជន៍អ្នកជុំវិញវត្តចេតពុនណាអត់មានភ្ញាក់ផ្អើលអីទេអត់ភ្ញាក់ផ្អើលអីទេបងប្អូនពួកអី
ពួកគាត់យល់ថាជីវិតប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយគាត់អត់មានពិចារណាអីទាំងអស់បងប្អូនណាខ្ញុំលើកឧទាហរណ៍ប៉ុន្តែពិតវាអត់មែនអញ្ចឹងណាប៉ុន្តែយើងលើកឧទាហរណ៍ឲ្យបងប្អូនស្រួលស្ដាប់ដោយតែកន្លែងព្រះសម្មាសម្ពុទ្ធនៅក្នុងវត្តចេតពុនអញ្ចឹងពួកអ្នករត់ម៉ូតូដុបនៅជុំវិញវត្តចេតពុនហ្នឹងដឹកមនុស្សទៅវិញទៅមកឃើញមនុស្សទៅវិញទៅមករងថ្ងៃជិះអាម៉ូតូដុបហ្នឹងទៅវិញទៅមកគាត់ដុបញាក់តែគេមកចង់ជួបព្រះសម្មាសម្ពុទ្ធហ្នឹងណាដុបមកដាក់រួចហើយទៅវិញដុបមកដាក់ហើយទៅវិញគាត់សប្បាយនឹងបានលុយចង់ងាប់មនុស្សភ្លុកទឹកភ្លុកដីមកមើលព្រះសម្មាសម្ពុទ្ធនោះគាត់ខ្លួនឯងនឹងគ្មានដឹងថាព្រះសម្មាសម្ពុទ្ធនឹងសំដែងធម៌អីគាត់គ្មានខ្វល់ផងវាឡើងតែពលនឹងអាលុយតែដឹកគេទៅវិញទៅមកហ្នឹងរឿងអ្នកអត់ផ្អើលភ្ញាក់នេះបងប្អូនទោះបីនៅក្នុងធម៌ក៏ដោយដេកត្រាំក្នុងសាសនាក៏ដោយបងប្អូនអត់ផ្អើលភ្ញាក់តែហ្មងគឺជាមនុស្សដែលមាននិវរណៈធម៌ងប់ងុយជាប្រចាំតែហ្មងមនុស្សអញ្ចឹងបងប្អូនពោពេញទៅដោយជំនឿមនុស្សដែលដើរលើមាគាត្រាស់ដឹងមនុស្សនឹងបបែកជំនឿគឺជាជីវិតងើបចាកជាជីវិតក្រោកឡើងជាជីវិតដែលភ្ញាក់ប៉ុន្តែជីវិតដែលរស់នៅក្នុងប្រពៃណីទំនៀមទម្លាប់អ្នកខ្លះកាន់សាសនាហ្នឹងណាមកជីវិតរបស់គាត់ប៉ុន្តែគឺជាមនុស្សជឿទេមនុស្សជឿគឺជាមនុស្សដេកត្រាំគឺជាមនុស្សស្លុបចំណែកអ្នកត្រាស់ដឹងណាឬអ្នកដើរក្នុងដំណើរត្រាស់ដឹងណាគឺជាជីវិតងើបចាកគឺជាជីវិតដែលបំបែកនៅស្បៃងងឹតឡើងដើម្បីងើបឡើងដូចកូនទាកូនមាន់ដែលវាចោះពងមាន់ចេញមកខាងក្រៅអញ្ចឹងណាមនុស្សដែលដើរលើមាគានៃការត្រាស់ដឹងមនុស្សពិចារណាណាប៉ុន្តែមនុស្សដែលអត់មាននិស្ស័យជាអ្នកត្រាស់ដឹងមនុស្សប្រើជំនឿហើយមនុស្សអញ្ចឹងច្រើនណាបងប្អូនបាច់តោមនុស្សឲ្យក្នុងលោកគឺច្រើនអញ្ចឹងតែហ្មងផ្លូវទៅសួរទួអាផ្លូវទៅនរកនឹងសឹកអស់តែហ្មងមនុស្សរស់នៅក្នុងជំនឿហ្នឹងគឺច្រើនអញ្ចឹងហ្មងដឹងធ្វើម៉េចទេបងប្អូនអានឹងជាឧបនិស្ស័យរបស់សត្វពួកយើងចង់បញ្ជូនទិន្នន័យខ្លះជុំវិញបញ្ហារស់នៅរបស់បងប្អូនតើជីវិតគួររស់នៅបែបណាបើសិនណាជាបងប្អូនរស់នៅដោយប្រើទិន្នន័យចាស់ពីកន្លងមកដែលផ្ដល់ដោយដូនតារបស់បងប្អូនជាទិន្នន័យដែលផ្ដល់ឲ្យបងប្អូននៅដំណើរត្រាច់ត្រត់លើវិថីជីវិតហ្នឹងយើងយល់ឃើញថាប្រទេសយើងខ្លាយទៅជាប្រទេសរុងរឿងអីរួចគេទេពួកអីពួកប្រទេសមួយសង្គមមួយវាត្រូវផ្គុំឡើងដោយប្រជាប្រដ្ឋនៃប្រទេសនោះហើយបើប្រជាប្រដ្ឋនៃប្រទេសនោះមិនដឹងពីបុព្វហេតុនៃជីវិតរស់នៅត្រាច់ត្រត់លើវិថីនៃជីវិតសួរថាតើសង្គមនឹងវាខ្លាយទៅជាសង្គមដែលមានអរិយធម៌រុងរឿងយ៉ាងម៉េចនឹងកើតដោយពួកយើងព្រួយបារម្ភខ្លាចសង្គមរបស់យើងខ្លាយទៅជាសង្គមអន់ថយពួកយើងចង់ផ្ដល់មូលដ្ឋានក្នុងការពិចារណាអំពីបញ្ហាជីវិតឲ្យបងប្អូនយកទៅពិចារណាខ្ញុំចង់និយាយអំពីកតិរបស់អ្នកប្រាជ្ញលោកយៈបន្តិចឲ្យបងប្អូនពិចារណាដើម្បីឲ្យបងប្អូនមានសទ្ធាជ្រះថ្លាហើយបងប្អូនយកទៅផ្ទៀងផ្ទាត់នឹងជីវិតរបស់បងប្អូនដើម្បីឲ្យបងប្អូនខ្លាចទៅជាជីវិតងើបចាកជីវិតដែលភ្ញាក់អ្នកប្រាជ្ញលោកយៈម្នាក់នៅសហរដ្ឋអាមេរិកគាត់ជាអ្នកសរសេរសភៅហើយប្រទេសអាមេរិកដែលជាប្រទេសដែលមានអរិយធម៌រុងរឿងគេទទួលស្គាល់គាត់ខ្លាំងណាស់សប្តាហ៍ថ្ងៃគាត់នៅរស់ទេគាត់ឈ្មោះ Stephen Covey គាត់និយាយអំពីការងារ4យ៉ាងដែលមនុស្សគ្រប់គ្នាត្រូវតែបំពេញបើមនុស្សអត់បានបំពេញការងារទាំង4នេះទេមនុស្សមិនពេញលក្ខណៈជាមនុស្សទេជីវិតមនុស្សคล้ายទៅជាជីវិតអាសាអត់ការឬក៏ជីវិតដែលស្រដៀងជាមួយនឹងដេរឆានណា